រឿងរ៉ាវដ៏រន្ធត់និងមិនអាចបំភ្លេចបានមួយនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងក្រុមមិត្តភក្តិ4នាក់ទៀតមានខ្ញុំវិបុលតារាសុខានិងនីតាដែលបានកាត់ឡើងកាលពីចុងឆ្នាំ2018ក្នុងអំឡុងពេលនោះពួកយើងសុទ្ធតែជាយុវវ័យដែលចូលចិត្តភាពផ្សងព្រេងនិងចង់ស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីជប់លៀងលំហែកាយចុងសប្តាហ៍គោលដៅរបស់យើងគឺឧទានជាតិព្រះសុរាម្រិតកុសុមៈឬដែលយើងស្គាល់ថាគិរីរម្យដែលជាកន្លែងល្បីល្បាញថាមានទេសភាពស្រស់ស្អាតប៉ុន្តែក៏ល្បីថាមានរឿងរ៉ាវអាថ៌កំបាំងច្រើនដែរពួកយើងមិនបានជ្រើសរើសបោះតង់នៅកន្លែងដែលមានភ្ញៀវទេសចរច្រើនដូចជាទឹកភ្លៀកឬរមណីយដ្ឋានដែលមានភ្លើងអគ្គិសនីទេដោយសារចង់បានភាពឯកជននិងចង់សាកល្បងរសជាតិបោះតង់កណ្ដាលព្រៃពិតៗពួកយើងបានសម្រេចចិត្តបើកឡានចូលទៅក្នុងផ្លូវលំមួយដែលចូលទៅក្នុងព្រៃស្រល់ជ្រៅបន្តិចស្ថិតនៅក្បែរតំបន់វីឡាចាស់ឬវីឡាព្រះបាទដែលគេបោះបង់ចោលតាំងពីសម័យសង្គ្រាមកន្លែងនោះស្ងាត់ល្អណាស់មានដើមស្រល់ខ្ពស់ៗតម្រៀបគ្នាជាជួរនិងមានវាលស្មៅរៀបស្មើប៉ុន្តែបរិយាកាសវាហាក់ដូចជាស្រងេស្រងោចនិងត្រជាក់ខុសពីធម្មតាសូម្បីតែពេលថ្ងៃរសៀលដែលព្រះអាទិត្យនៅបញ្ចាំងពន្លឺក៏ដោយពេលទៅដល់ពួកយើងបានរៀបចំបោះតង់ចំនួន2គឺតង់ធំមួយសម្រាប់ដេក3នាក់និងតង់តូចមួយសម្រាប់2នាក់ដោយបែរមុខតង់រកគ្នានិងបង្កាត់ភ្លើងនៅចំកណ្ដាលពួកយើងបានបង្កាត់ភ្លើងអាំងសាច់ផាក់ស៊ីនិងច្រៀងលេងយ៉ាងសប្បាយរីករាយនៅពេលដែលព្រះអាទិត្យលិចបាត់អស់ភាពងងឹតក៏ចូលមកគ្របបណ្ដប់ពេញព្រៃស្រល់នៅទីនោះងងឹតខ្លាំងណាស់ងងឹតរហូតដល់មើលដៃខ្លួនឯងមិនឃើញបាក់ដាចេញពីពន្លឺភ្លើងខ្យល់បក់មកប៉ះស្លឹកស្រល់លឺសូវូវូដូចជាសំឡេងមនុស្សកំពុងយំឬស្ងោពីចម្ងាយលាឡំជាមួយសំឡេងសត្វរាត្រីចរម៉ោងប្រហែលជា11យប់បរិយាកាសកាន់តែស្ងាត់ទៅមិត្តភក្តិខ្ញុំម្នាក់ឈ្មោះវិបុលដែលជាមនុស្សមាត់ដាច់ក្លាហាននិងមិនសូវជឿរឿងខ្មោចគាត់ក៏ចាប់ផ្ដើមស្រវឹងបន្តិចហើយគាត់ក៏ចាប់ផ្ដើមហោចលេងជាបទចម្រៀងយ៉ាងពីរោះខ្ញុំក៏បានខាត់គាត់ភ្លាមថាវិបុលឈប់ហោចទៅកុំហោចពេលយប់នៅកណ្ដាលព្រៃស្ងាត់បែបនេះចាស់ហាមណាគេថាហោចហៅគ្នាគេមកឬហោចហៅខ្មោចណាមកវិបុលសើចំអោហើយតបថាសម័យនេះហើយនៅជឿរឿងនឹងទៀតណាខ្មោចមិនម៉ាងក៏មិនដែលឃើញដែរបើមានមែនហៅមកផឹកជាមួយគ្នាមកហើយគាត់ក៏បន្តហោចកាន់តែខ្លាំងដើម្បីឌឺពួកយើងមកសន្ទុះក្រោយមកវិបុលក៏សុំទៅបត់ជើងតូចគាត់ដើរទៅក្បែរគុម្ពព្រៃមួយដែលឆ្ងាយពីតង់ប្រហែលជា15ម៉ែត្រពួកយើងបន្តអង្គុយអាំងសាច់ចាំគាត់ពេលវេលាចេះតែកន្លន់ផុត5នាទី10នាទីវិបុលនៅតែមិនទាន់ត្រឡប់មកវិញពួកយើងចាប់ផ្ដើមឆ្ងល់ប៉ុន្តែគិតថាប្រហែលជាគាត់ឈរនិយាយទូរស័ព្ទស្រាប់តែបន្តិចក្រោយមកយើងឃើញស្រមោលមនុស្សដើរចេញពីទីងងឹតតម្រង់មកកាន់ពន្លឺខប់គឺវិបុលប៉ុន្តែលើកនេះគាត់ប្លែកណាស់វិបុលដែលធ្លាប់តែមាត់ច្រើនសាយក្អាស់ក្អាយពេលនេះក៏ដើរអូនមុខចង្កេះកោងហើយមិននិយាយស្ដីអ្វីទាំងអស់គាត់ដើរមកអង្គុយចុះនៅក្បែរពន្លឺខប់ទល់មុខនឹងខ្ញុំសួរគាត់ថាមិនហើយអាម៉ាក់ទៅយូរម្លេះស្រវឹងហើយមែនទេគាត់មិនឆ្លើយតបនឹងសំណួររបស់ខ្ញុំទេគ្រាន់តែងក់ក្បាលតិចខ្ញុំចាប់អារម្មណ៍ថាមុខរបស់គាត់ស្លែកខ្លាំងស្លែកដូចក្រដាស់ហើយភ្នែករបស់គាត់សម្លឹងទៅមើលភ្លើងក្រហមដោយមិនព្រិញសោះដៃរបស់គាត់ដាក់លើជង្គង់និងម្រាមដៃរបស់គាត់ក៏មើលតិចដូចកំពុងរាប់អ្វីម្យ៉ាងអ្វីដែលធ្វើឲ្យខ្ញុំព្រឺក្បាលខ្ញាក់និងបេះដូងលោតខុសចង្វាក់នោះគឺស្រាប់តែខ្ញុំបានឮសំឡេងហោចមកពីទិសខាងគុម្ពព្រៃដែលវិបុលតែបត់ជើងអំបញ្ញមិញវាជាបទចម្រៀងដដែលដែលវិបុលបានហោចមុននេះខ្ញុំនិងមិត្តភក្តិ4នាក់ទៀតងាកទៅមើលព្រមគ្នាទាំងភ្នែកសស្លូវវឹងក្រោមពន្លឺភ្លើងភៀលទូរស័ព្ទដែលតារាបានបញ្ចាំងទៅយើងឃើញវិបុលតួអង្គពុតកំពុងតែដើរចេញពីព្រៃមកកាន់វងតង់របស់ពួកយើងទាំងកំពុងរត់ខោគាត់ធ្វើមុខឆ្ងល់ហើយស្រែកសួរថាពួកឯងមើលអីហ្នឹងមានរឿងអីជក់បើវិបុលនៅឯនោះតើអ្នកណាដែលកំពុងអង្គុយទល់មុខខ្ញុំនេះអារម្មណ៍របស់ខ្ញុំពេលនោះដូចជាធ្លាក់ដល់បាតជើងខ្ញុំងាកមកមើលវិបុលខ្លាំងខ្លាយដែលអង្គុយនៅក្បែរភ្លើងនោះវិញយឺតរាងកាយរបស់វាចាប់ផ្ដើមញ័រគិតដូចជាគ្រឿងយន្តខូចវាបញ្ចេញសំឡេងសើចក្នុងបំពង់កវាងើបមុខឡើងយឺតព្រះអើយវាមិនមែនជាមុខរបស់វិបុលទេមុខរបស់វាតែបានផ្លាស់ប្ដូរវាគឺជាមុខរបស់បុរសម្នាក់
ដែលរលួយស្បែកមុខរបស់ចេញជាដុំឃើញសាច់ក្រហមនឹងចង្អឹងថ្ពោលភ្នែករបស់វាលៀនចេញមកក្រៅមួយចំហៀងឯមួយចំហៀងទៀតខ្មៅងងឹតមាត់របស់វាហែកទៅដល់ស្លឹកត្រចៀកបង្ហាញធ្មេញខ្មៅនឹងអណ្ដាតវែងពណ៌ស្វាយវាសើចដាក់ខ្ញុំដោយសំឡេងស្អកថាហៅអញមកលេងជាមួយមែនទេអញមកហើយតាក្លិនស្អុយមួយបានសាយភីវនាំពីស្លួនរបស់វាជាក្លិនស្អុយដូចសាក់សពដែលរលួយរាប់ខែធ្វើឲ្យពួកយើងចង់ក្អួតភ្លើងខប់ដែលកំពុងឆេះពណ៌ក្រហមស្រាប់តែប្រែជាពណ៌បៃតងស្រាលធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចពួកយើងទាំង5នាក់រួមទាំងវិបុលពេទ្យដែលទប់តែមកដល់នោះស្រែកចេញមកព្រមគ្នាដោយភាពភ័យរន្ធត់ហើយស្ទុបរត់ចតទៅក្នុងឡានដែលចតនៅក្បែរនោះនឹងចាក់សោជួបយ៉ាងលឿនដៃរបស់ខ្ញុំញ័ររហូតដល់ចាក់សោស្ទើរមិនត្រូវនៅខាងក្រៅឡានខ្មោចនោះបានក្រោកឈររាងកាយរបស់វារីកធំឡើងរហូតដល់ខ្ពស់ស្មើចុងស្រល់វាដើរមកជិតឡានរបស់យាវជំហានរបស់វាធ្ងន់ធ្វើឲ្យដីញ័រវាអូនដាវចុះមកនឹងយកមុខរបស់វាដែលរលួយនោះមកផ្អឹបនឹងក្រចកឡានខាងមុខប៉ាំងវាក្រចកឡានធ្វើឲ្យឡានឃ្លៀងដូចគេអង្រវល់វាយកដៃរបស់វាដល់វែងកោក្រចកឡានលឺសូក្រែតដែលធ្វើឲ្យពួកយើងព្រឺសម្បូរដល់ឆ្អឹងខ្នងវាដើរជុំវិញឡានហើយព្យាយាមបើកទ្វារពួកយើងនាំគ្នាខ្ទប់ភ្នែកសូត្រថផងស្រែកយំផងវិបុលដែលជាអ្នកហោចនោះគាត់យំខ្លាំងជាងគេហើយលើកដៃសំពះសុំទោសខ្ញុំឈប់ហើយខ្ញុំសុំទោសលែងខ្ញុំទៅវានៅអុកឡុកពួកយើងប្រហែលជា1ម៉ោងដែលជាពេលវេលាដ៏យូរបំផុតក្នុងជីវិតខ្ញុំទាល់តែមានពន្លឺភ្លើងឡានអ្នកដំណើរផ្សេងទៀតបើកកាត់ពីផ្លូវធំទៅវាបាត់ស្រមោលទៅវិញពួកយើងមិនហ៊ានចេញពីឡានទេទោះបីជាបាត់វាហើយក៏ដោយពួកយើងអង្គុយក្នុងឡានរហូតទាល់តែមេឃភ្លឺលុះព្រឹកឡើងទើបយើងហ៊ានចេញមករើតង់ទាំងប្រញាប់ប្រញាល់មិនហ៊ានទាំងលាងចានផងហើយត្រឡប់មកផ្ទះវិញភ្លាមចាប់ពីថ្ងៃនោះមកវិបុលបានធ្លាក់ខ្លួនជួគ្រុនខ្លួនឯងពេញមួយអាទិត្យហើយគាត់និយាយរវើរវាងឃើញតែមុខខ្មោចនោះគាត់លែងហ៊ានហោចនៅពេលយប់ឬមិនជឿពាក្យចាស់ទៀតឡើយនេះជាមេរៀនមួយសម្រាប់បងប្អូនដែលចូលចិត្តបោះតង់តាមព្រៃភ្នំសូមកុំប្រហែសកុំមាត់ដាច់និងជាពិសេសកុំហោចហៅពួកកម្លាំងដែលមើលមិនឃើញនៅពេលយប់ព្រោះយើងមិនដឹងថានៅទីនោះមានអ្វីខ្លះដែលកំពុងរងចាំយើងឡើយការគោរពម្ចាស់ទឹកម្ចាស់ដីគឺជាការពងការពារខ្លួនដ៏ល្អបំផុត